តោះលក់អីវ៉ាន់ហើយសុំផ្លូវដើរផងចូលទីមកមនុស្សប្រុសប៉ុណ្ណាហើយលេង support មិនយល់សោះបើវាបានវាបើមិនបានទេកុំឲ្យគេឃើញកន្លែងអីបើអញលេងមិនកើតទេហ្គេមក្រោយបដូរតួនាទីទៅខ្ញុំគួរតែដឹងថាវាមិនអាចទៅរួចទេព្រោះវាមិនមែនខ្ញុំគួរតែដឹងព្រោះវាតែងតែកើតឡើងរាល់ពេលអ្នកនាងមិនអីទេហេចង់បដូរកន្លែងមកអង្គុយត្រង់នេះទេមិនបាច់ទេលោកធ្វើការសិនទៅចុះជីងឆឹង International គុណនាងបែបហ្នឹងមិនក៏មកនៅទីនេះលោកស្រីអ្នកនាងកញ្ញារថភ្លើងបានមកដល់ស្ថានីយ៍ចុងក្រោយហើយខ្ញុំដល់ហើយសូមលោកអ្នកត្រួតពិនិត្យអីវ៉ាន់ផ្ទាល់ខ្លួនឲ្យបានល្អហើយចុះដោយមានសណ្ដាប់ធ្នាប់វ៉ូដល់ពេលចុះហើយអាហាសុំទោសខ្ញុំធ្វើឲ្យដាច់លេវឲ្យលោកហើយមិនអីទេគេគឺជាចៅហ្វូយ៉ានតើមានរឿងអីឲ្យប្រកាសពួកអញស៊ីប្រាក់ខែហ្វ្រីមែនទេរឿងកើតឡើងប៉ុន្មានថ្ងៃហើយនៅតែរកមុខអ្នកបែកធ្លាយព័ត៌មានមិនឃើញទៀតពួកអត់ប្រយោជន៍បងស្រីអ្នកបែកធ្លាយព័ត៌មាននោះច្បាស់ជាងពួកយើងទៀតរឿងពីមុនរបស់ពួកគេសង្ស័យថាជាមនុស្សចំណិតរបស់បងឡុងចង់ធ្វើបាបគាត់មនុស្សចំណិតមិនអាចទៅរួចទេដឹងបំភ្លេចចោះខ្ញុំនឹងត្រឡប់ទៅវិញឥឡូវនេះសុំទោសណាមីងថាងនៅទីនេះមានការងារបន្ទាន់ត្រូវប្រញាប់ទៅដោះស្រាយអញជិះឡានក្រុងទៅស្រុកលីងជាងដោយខ្លួនឯងសិនទៅណាចាស់មីងតោះទៅចុះបន្តិចទៀតមីងនឹងទៅប្រាប់មីងជីដូនមួយនឹងយាយរបស់ហែងឲ្យពួកគេមកទទួលឯងនៅចំណុចឡានចាស់មីងថាងមីងទៅធ្វើការចុះលោកជីវនៅផ្លូវនេះមើលឡានខ្ញុំនេះទៅមែចដែរក៏មិនអីដែរឡាននេះប្រកាសជាប្រៀបមិនបាននឹងឡានស៊េរីទំនើបក្នុងឃ្លាំងរបស់អញទេលោកជីវការត្រឡប់ទៅផ្ទះលើកនេះយ៉ាងម៉េចដែរតាចាស់នោះរាងកាយនៅរឹងមាំណាស់សឹងតែត្រូវគាត់វាងាប់ទៅហើយក្នុងនាមឯងជារេចទីយាតតាកញ្ចាស់នោះដាច់ចិត្តពីអញដែររេចទីយាតស្អីទៅចាំមើលពេលគាត់រៀបការជាមួយស្រីតូចតារានោះទៅខ្ញុំក៏ប្រហែលជាត្រូវចូលដំណាក់ត្រជាក់ដែរហើយក្មួយគឺជាសៀវអ៊ូមែនទេមីងជាក្មួយមែនតាសានសួយកាន់តែធំកាន់តែស្អាតហើយតើពេលមីងនឹងយាយឯងទទួលបានទូរស័ព្ទពីខាងវិនហ៊ូសឹងតែមិនជឿថាក្មួយពិតជាសម្រេចចិត្តត្រឡប់មករៀននៅលីនជាងវិញអីយ៉យនៅលីនជាងយើងនេះប្រៀបមិនបាននឹងកន្លែងក្មួយទេការអប់រំក៏នៅក្រោយគេដែរនិយាយទៅម៉ាក់ឯងខួរក្បាលត្រូវសេះទាត់ឬយ៉ាងម៉េចទោះបីជាមានរឿងអីកើតឡើងក៏មិនគួរបញ្ជូនក្មួយមកទីនេះដែរមីងគឺជាការសម្រេចចិត្តរបស់ខ្ញុំខ្លួនឯងដែលចង់ត្រឡប់មកវិញសានសួយទោះបីជាមីងមិនចូលចិត្តម៉ាក់ឯងអីយ៉យប៉ុន្តែមីងមិនមែនមិនចូលចិត្តឯងឯណាឯងនៅជាមួយមីងធ្វើចិត្តឲ្យសប្បាយទៅតោះមីងនាំទៅផ្ទះឆាប់ឡើង